ការរករក VT4 ដ៏ទំនើបរបស់ថៃតម្លៃ4.9 លានដុល្លារសហរដ្ឋអាមេរិកត្រូវបានកំទេចដោយសារអាវុធអ្វីជំរាបសួរប្រិយមិត្តខ្មែរ Today ជាទីមេត្រីចាប់តាំងពីថៃឈ្លានពានកម្ពុជាយើងមកកងទ័ពថៃបានប្រើប្រាស់សពាវុធជាច្រើនប្រភេទវាយប្រហារមកលើកងទ័ពកម្ពុជាប៉ុន្តែសពាវុធថៃមួយចំនួនត្រូវបានកងទ័ពកម្ពុជាអូសរឹបយកបាននិងខ្លះត្រូវបានកំទេចក្នុងនោះក៏មានរថពាដៃ Striker មួយផងដែរចំណែកឯរថក្រោះ VT4 ដែលថៃទិញពីចិនក្នុងឆ្នាំ2025នោះបានប្រើប្រាស់ក្នុងសង្គ្រាមនេះផងដែរប៉ុន្តែវាត្រូវបានខូចខាតអស់មួយគ្រឿងក្នុងកំឡុងពេលបាញ់ឈ្លានពានកម្ពុជាមុននឹងយើងនិយាយដល់ហេតុផលមួយចំនួនដែលវាត្រូវបានកំទេចនោះយើងងាកមកមើលសមត្ថភាពរបស់វាជាមុនសិន VT4 គឺជាប្រភេទរថក្រោះប្រយុទ្ធធុនធ្ងន់ឬក៏ហៅថា Main Battle Tank ផលិតក្នុងឆ្នាំ2017ដោយក្រុមហ៊ុន Narenco មានបណ្ដោយប្រវែង 10.10 ម៉ែត្រទទឹង 3.44 ម៉ែត្រកម្ពស់ 2.40 ម៉ែត្រទម្ងន់52តោនប្រើប្រាស់ម៉ាស៊ីនមានកម្លាំង1200សេសរត់ក្នុងល្បឿន70គីឡូម៉ែត្រក្នុង1ម៉ោងរត់បានចម្ងាយ500គីឡូម៉ែត្រអាចបកកាត់ទឹកជម្រៅ3ទៅ4ម៉ែត្របំពាក់កាំភ្លើងធំកណ្ដុង125មីលីម៉ែត្រដោយអាចផ្ទុកគ្រាប់បាន38គ្រាប់និង22គ្រាប់ច្រករួចជាស្រេចដើម្បីត្រៀមប្រយុទ្ធនៅលើដំបូលរបស់វាក៏មានបំពាក់កាំភ្លើងយន្ត 12.7 មីលីម៉ែត្រមួយដើមផងដែររួមជាមួយនឹងការបំពាក់បំពង់សម្រាប់បាញ់គ្រាប់បែកផ្សែងឬក៏វាអាចបំពាក់សពាវុធជាលក្ខណៈ Remote Weapon Station ដែលមានកាំភ្លើងយន្តកាមេរ៉ាសម្រាប់មើលគោលដៅនិងមីស៊ីលប្រឆាំងរថក្រោះ 9K119 Reflex ដោយមីស៊ីលប្រភេទនេះបាញ់បានចម្ងាយ5គីឡូម៉ែត្រចំណែកឯទូខ្លួនរបស់វាវិញអាចការពារពីការវាយប្រហារដោយគ្រាប់កាំភ្លើងយន្តគ្រាប់កាំភ្លើងធំនិងមីស៊ីលប្រឆាំងរថក្រោះជាដើមរថក្រោះ VT4 បំពេញទៅដោយពេជ្រជ័យកោសៀមានដូចជាប្រព័ន្ធសម្រាប់មើលនៅពេលយប់ប្រព័ន្ធទំនាក់ទំនងប្រព័ន្ធស្វែងរកគោលដៅប្រព័ន្ធការពារ NBC ប្រព័ន្ធកំណត់គោលដៅថាមួយណាជាមិត្តឬក៏ជាសត្រូវគឺមានន័យថារថក្រោះ VT4 អាចកំណត់រថក្រោះដទៃផ្សេងទៀតស្ថិតក្នុងចម្ងាយឆ្ងាយថាជាមិត្តឬក៏សត្រូវឬក៏ហៅតាមភាសាបច្ចេកទេសថា Identification Friend or Foe និងប្រព័ន្ធពលកិច្ចភ័យដោយស្វ័យប្រវត្តិប្រព័ន្ធ Laser ស្វែងរកគោលដៅនិងប្រព័ន្ធទប់លំនៅនៃការបាញ់ VT4 ប្រើប្រាស់កម្លាំងទាហានចំនួន3នាក់សម្រាប់ប្រតិបត្តិការប្រទេសដែលប្រើប្រាស់វាមានដូចជាប៉ាគីស្ថាននីស្រីយ៉ានិងថៃចំពោះការចូលប្រឡូកក្នុងសង្គ្រាមវិញវាត្រូវបានកងទ័ពនីស្រីយ៉ាប្រើប្រាស់ដើម្បីប្រយុទ្ធនឹងក្រុមឧទាមនិងនៅឆ្នាំ2025នេះវាត្រូវបានថៃប្រើប្រាស់ដើម្បីឈ្លានពានកម្ពុជាប៉ុន្តែ VT4 មួយគ្រឿងត្រូវបានខូចខាតបតាប្រភពពីខាងថៃបានអះអាងថាវាបាញ់ជាប់គ្នាប្រមាណថ្ងៃនៅពេលវាឈ្លានពានកម្ពុជាដោយសារតែវាក្តៅពេកក៏ផ្ទុះកណ្ដុងបែកនិងបានបង្កឲ្យនាវិក3នាក់រងរបួសផងដែរចំណែកឯប្រភពបរទេសវិញក៏បានដកស្រង់ពីព័ត៌មានថៃរួចក៏និយាយដូចគ្នាប៉ុន្តែសម្រាប់អ្នកនៅស្រុកខ្មែរយើងវិញបាននិយាយថាវាត្រូវបានកំទេចដោយ BM21 ឬក៏គ្រាប់ RPG ចំណែកសម្រាប់ខ្ញុំវិញបានសង្កេតលើរូបភាពដែលបានបង្ហោះខ្ញុំមានហេតុផលពីរយ៉ាងដែលវាត្រូវបានខូចខាតទីមួយគឺវាផ្ទុះកណ្ដុងដោយអ្វីដែលថៃបាននិយាយពីព្រោះរថក្រោះចិនមិនដែលឆ្លងកាត់ក្នុងសង្គ្រាមជាក់ស្ដែងនោះទេហើយការសាកល្បងនៃការប្រើប្រាស់របស់វាក៏មិនសុក្រឹតខ្លាំងដែរដល់ពេលវាចូលប្រឡូកក្នុងសង្គ្រាមជាក់ស្ដែងវាក៏មានបញ្ហាខុសពីរថក្រោះរបស់ពួកលោកខាងលិចមុនចេញឲ្យប្រើប្រាស់ជាផ្លូវការវាត្រូវបានធ្វើតេស្តសាកល្បងជាច្រើនលើកនិងជាពិសេសវាយកទៅចូលប្រឡូកក្នុងសង្គ្រាមជាក់ស្ដែងតែម្ដងការឃើញថាមានចំណុចខុសខាតយ៉ាងណានោះគេនឹងកែលម្អវាឡើងវិញទី2វាត្រូវ FPV drone របស់កងទ័ពកម្ពុជាថៃបានប្រើប្រាស់ VT4 ដើម្បីបាញ់គ្រប់គ្រងដល់ទ័ពខ្លួនវាមិនបានរលចូលមកមុខនោះទេដូច្នេះវាមិនអាចទៅរួចទេដែលវាត្រូវបានបាញ់ទៅដោយគ្រាប់ RPG និងមួយទៀតបើវាត្រូវគ្រាប់ BM21 មែននោះវានឹងខ្ទេចអស់ហើយប៉ុន្តែបើត្រូវ drone វិញគឺមិនខ្ទេចទាំងស្រុងនោះទេដោយរថក្រោះរុស្ស៊ីត្រូវបានវាយប្រហារដោយ FPV drone អ៊ុយក្រែនគឺមានសភាពលក្ខណៈដូចនឹង VT4 ថៃអីចឹងគ្រាន់តែខូចខាតនៅផ្នែកខ្លះប៉ុណ្ណោះសរុបជារួមទៅរថក្រោះ VT4 ខូចខាតដោយហេតុផលពីរយ៉ាងគឺទី1ផ្ទុះកណ្ដុងបែកដោយខ្លួនឯងនិងត្រូវបានកំទេចដោយ FPV drone កម្ពុជាចុះប្រតិបត្តិយើងយល់ឃើញយ៉ាងណាដែរ